តើជំនួបរវាងរុស្ស៊ីអ៊ុយក្រែននៅទួរគីនេះយ៉ាងម៉េចទៅវិញយើងមានការចូលរួមបន្ថែមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបាទលោកស្រីមតើជំនួបរុស្ស៊ីអ៊ុយក្រែននៅទួរគីដែលត្រូវបានប្រកាសក្តែងដោយមេដឹកនាំអ៊ុយក្រែនហើយខាងអ៊ុយក្រែននោះមានវត្តមានទាំងប្រធានាធិបតីទាំងមន្ត្រីជាន់ខ្ពស់នៅទួរគីរួចទៅហើយដែរតើរឿងជំនួបនេះយ៉ាងណាទៅហើយតាមមើលទៅអាចជាផ្លូវនាំទៅរកសន្តិភាពកើតទេបាទចំពោះជំនួបរវាងរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសទួរគីដែលគ្រោងនឹងធ្វើកាលពីថ្ងៃប្រហោះម្សិលមិញក្នុងអំឡុងពេលថ្ងៃរសៀលនេះគឺពិភពលោកទាំងមូលចង់ដឹងមែនទែនចង់ដឹងថាតើជំនួបនេះជំនួបក្នុងកម្រិតណាហើយបានពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះជាក្តីរំពឹងទុករបស់សហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែននោះគឺសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានធ្វើដំណើរទៅកាន់ប្រទេសទួរគីនោះមុនរួចជាស្រេចខាងភាគីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនបានធ្វើដំណើរទៅកាន់ប្រទេសទួរគីតាំងពីថ្ងៃពុធដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីនៅថ្ងៃប្រហោះហើយទាំងសហរដ្ឋអាមេរិករដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក Marco Rubio ទោះបីជាមានហេតុផលថាទៅជួបពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសស៊ីរីក្នុងគោលដៅលើកលែងទណ្ឌកម្មទាំងស្រុងពីប្រទេសស៊ីរីក៏ដោយក៏ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់បុលប្រទេសទួរគីរួចជាស្រេចក្នុងគោលបំណងមួយក៏ចូលរួមក្នុងកិច្ចចរចារវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងប្រទេសទួរគីនេះដែរប៉ុន្តែដល់សម្រាប់លទ្ធផលគឺលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីមិនបានធ្វើដំណើរទៅកាន់ប្រទេសទួរគីទេកាលពីថ្ងៃប្រហោះម្សិលមិញដែលធ្វើឲ្យប្រទេសភាគីអ៊ុយក្រែននិងសហរដ្ឋអាមេរិកខឹងសម្បាខ្លាំងមែនទែនដោយរុស្ស៊ីបានត្រឹមតែចាត់ទីប្រឹក្សារបស់ខ្លួនគេហៅមន្ត្រីថ្នាក់ទាបឲ្យទៅចូលរួមក្នុងកិច្ចចរចាហើយចំពោះកិច្ចចរចារវាងអ៊ុយក្រែននិងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់បុលប្រទេសទួរគីកាលពីថ្ងៃម្សិលមិញនេះគឺមិនមានព័ត៌មានចុះផ្សាយពិតប្រាកដថាអ៊ុយក្រែននិងរុស្ស៊ីបានជួបគ្នាដែរឬអត់ក្នុងកម្រិតមន្ត្រីថ្នាក់ណាហើយបាននិយាយគ្នាអំពីអ្វីខ្លះនោះក៏អត់ដែរដោយគ្រាន់តែសហរដ្ឋអាមេរិកភាគីសហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែនបានជួបពិភាក្សាគ្នាជាមុននៅទីក្រុងអ៊ីស្តង់បុលប្រទេសទួរគីកាលពីម្សិលមិញនេះដូច្នេះបើនិយាយពីកិច្ចចរចានេះគឺភាគីខាងអ៊ុយក្រែននិងរុស្ស៊ីហាក់ដូចជាអស់ក្តីសង្ឃឹមហើយលែងមានកម្លាំងចិត្តនៅត្រង់ថាក្តីសង្ឃឹមថាលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីដើម្បីចរចាដោយផ្ទាល់ជាមួយលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនតែលោក Putin មិនទៅហើយក៏ចាត់មន្ត្រីដែលជាទីប្រឹក្សាថ្នាក់ទាបរបស់ខ្លួនសូម្បីតែលោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី Sergei Lavrov ក៏មិនធ្វើដំណើរទៅកាន់ប្រទេសទួរគីទៅទៀតដូច្នេះចំណុចនៅត្រង់ហ្នឹងប៉ុន្តែត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាអញ្ចេះសេចក្តីប្រកាសរបស់លោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីដែលថាចង់ជួបចរចាដោយផ្ទាល់ជាមួយនឹងភាគីអ៊ុយក្រែននេះចំណុចទី1លោក Putin មិនបានបញ្ជាក់ថាខ្លួនលោកផ្ទាល់ត្រូវជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅប្រទេសទួរគីកាលពីថ្ងៃប្រហោះម្សិលមិញនេះទេដូច្នេះមានន័យថាលោក Putin មិនបានបញ្ជាក់នៅក្នុងសេចក្តីស្នើរបស់លោកដែលថាឲ្យរុស្ស៊ីជួបជាមួយអ៊ុយក្រែនដោយផ្ទាល់នេះគឺរូបលោកជួបជាមួយលោក Volodymyr Zelensky នោះទេជាចំណុចមួយទៀតជាចេតនាពិតប្រាកដរបស់លោក Vladimir Putin ចង់ពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងភាគីអ៊ុយក្រែនទោះបីក្នុងកម្រិតណាក៏ដោយក្នុងកម្រិតលោក Putin ជាមួយនឹងលោក Volodymyr Zelensky ក៏ដោយគឺជាជំនួបទ្វេភាគីប៉ុន្តែសហរដ្ឋអាមេរិកនោះទេដែលហាក់ដូចជាជ្រួលច្រាលជ្រុលចង់ចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ទ្វេភាគីរវាងអ៊ុយក្រែននិងរុស្ស៊ីអញ្ចឹងហើយបានជាលោក Vladimir Putin មិនទៅចូលរួមចរចាដោយផ្ទាល់គឺដោយសារតែបែបនេះទោះបីជាលោក Donald Trump នៅបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនិងមានដំណើរទស្សនកិច្ចបន្តទៅកាន់ប្រទេសកាតានិងអារ៉ាប់រួមមែនប៉ុន្តែលោក Trump បង្ហើបរួចជាស្រេចថាលោកអាចនឹងទៅចូលរួមកិច្ចចរចាជាមួយរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសទួរគីដែរដូច្នេះមានន័យថាវាខុសបំណងលោក Putin ពីព្រោះលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីលោកចង់ជួបចរចាទ្វេភាគីដោយផ្ទាល់ជាមួយនឹងអ៊ុយក្រែនពីព្រោះរុស្ស៊ីនិងអ៊ុយក្រែនជាភាគីចំនួនដោយមិនចង់ឲ្យសហរដ្ឋអាមេរិកចូលរួមទេប៉ុន្តែសហរដ្ឋអាមេរិក
គឺការពីថ្ងៃពុធបានធ្វើដំណើរទៅដល់ប្រទេសទូគីរួចជាស្រេចដោយរដ្ឋមន្ត្រីការបរទេសហើយលោកត្រាំក៏បង្ហើបថាលោកអាចនឹងទៅចូលរួមប្រជុំកិច្ចចរចានេះដែរអញ្ចឹងហើយបានជាកិច្ចចរចាដោយផ្ទាល់រវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីដែលគ្រោងនឹងធ្វើនៅរសៀលថ្ងៃប្រហោះម្សិលមិញនេះត្រូវរលាយសាបសូន្យគ្មានបញ្ហាអ្វីគ្មានជំនួបអ្វីជាដុំកំភួនគឺដោយសារតែបញ្ហាសហរដ្ឋអាមេរិកហាក់ដូចជាជ្រួលច្រាលចង់ជួបចរចាដែរដែលសហរដ្ឋអាមេរិកមិនមែនជាភាគីចំនួនហើយវាខុសពីបំណងរុស្ស៊ីត្រង់ថាចង់ជួបចរចាទ្វេភាគីជាមួយនឹងភាគីអ៊ុយក្រែននោះបាទលោកសេរីនៅពេលនេះយើងបានមើលឃើញថាតាមការពិតទៅភាគីចំនួនទាំងពីរទាំងរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធសឹងតែចង់ឲ្យសង្គ្រាមនេះចប់ដូចតែគ្នាទេគោលដៅគឺតែមួយប៉ុន្តែហេតុអ្វីបានជានៅតែរឿងចប់សង្គ្រាមនេះទៅមិនទាន់រួចតើរុស្ស៊ីនៅប្រកាន់ជំហរបែបណាហើយខាងអ៊ុយក្រែនប្រកាន់ជំហរបែបណាឬក៏យើងអាចនិយាយមកបែបទៀតថាហេតុអីបានជាភាគីទាំងពីរនៅតែដូចជាមិនទុកចិត្តគ្នាសោះនេះបាទចំពោះចេតនាក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែននេះជាការពិតមែនគឺភាគីចង់ទាំងពីរនេះចង់បញ្ចប់សង្គ្រាមដូចគ្នាបញ្ហានៅត្រង់អញ្ចេះប្រទេសរុស្ស៊ីចង់ឲ្យភាគីអ៊ុយក្រែននេះនៅជាអាជ្ញាកណ្ដាលនៅតែជាប្រទេសអព្យាក្រឹតដោយកាលពីមុនពីព្រោះអ៊ុយក្រែនបានប្រកាសឯករាជ្យផ្ដាច់ចេញពីអតីតសហភាពសូវៀតកាលពីឆ្នាំ1991កន្លងមកតាំងពីពេលនោះមកអ៊ុយក្រែនក៏រក្សាអព្យាក្រឹតភាពរបស់ខ្លួនមិនចូលទៅក្នុងសម្ព័ន្ធភាពយោធាណាមួយទេសូម្បីអង្គការ NATO ក៏ដោយប៉ុន្តែក្រោយមកខាងប្រទេសអ៊ុយក្រែនបាត់បង់អព្យាក្រឹតភាពដោយទូទុនទៅរកអង្គការ NATO ដែលសហរដ្ឋអាមេរិកជាអ្នកបញ្ចុះបញ្ចូលរហូតដល់ចុងក្រោយនេះអ៊ុយក្រែនបាត់បង់អព្យាក្រឹតភាពទាំងស្រុងដោយទៅមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកហើយរុស្ស៊ីចាត់ទុកថាសហរដ្ឋអាមេរិកជាដៃគូបដិបត្តិរុស្ស៊ីនឹងចាត់ទុកសហរដ្ឋអាមេរិកផងដែរថាជាប្រទេសដែលគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសរុស្ស៊ីរហូតមកដល់ពេលនេះរុស្ស៊ីនៅតែទាមទារឲ្យអ៊ុយក្រែនប្រកាសជំហរអព្យាក្រឹតភាពឡើងវិញប៉ុន្តែរហូតមកដល់ពេលនេះអ៊ុយក្រែនដែលដឹកនាំដោយលោកវ៉ូឡូឌីមៀរសេឡិនស្គីប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននោះមិនបានប្រកាសថាខ្លួននឹងរក្សាអព្យាក្រឹតភាពទេដោយនៅតែទទូចចូលជាសមាជិករបស់អង្គការ NATO ទោះបីជាសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតជាសមាជិករបស់អង្គការ NATO បានបដិសេធរួចជាស្រេចទៅហើយថាអ៊ុយក្រែននឹងគ្មានសង្ឃឹមនឹងចូលជាសមាជិកអង្គការ NATO ក៏ដោយនោះដូច្នេះរឿងវានៅត្រង់ហ្នឹងត្រង់ថារុស្ស៊ីចង់ឲ្យអ៊ុយក្រែននៅជាអព្យាក្រឹតដោយកាលពីមុនប៉ុន្តែអ៊ុយក្រែនមិនព្រមធ្វើជាចំណុចមួយទៀតអ៊ុយក្រែនក៏មិនចង់បាត់បង់នៅអធិបតេយ្យភាពរបស់ខ្លួនដែរមិនចង់បាត់បង់នៅអធិបតេយ្យភាពទោះបីជាមានសន្តិភាពក៏អ៊ុយក្រែនមិនអាចឲ្យដីប្រហាក់ប្រហែល 20% នៃទំហំផ្ទៃដីសរុបរបស់ខ្លួនឲ្យទៅប្រទេសរុស្ស៊ីដែរជាចំណុចមួយដែលនៅខ្ទាស់ថ្មីត្បិតតែទាំងរុស្ស៊ីនិងអ៊ុយក្រែនចង់បានសន្តិភាពដូចគ្នាប៉ុន្តែអ៊ុយក្រែនក៏មិនចង់បាត់បង់ស្ទើរទាំងស្រុងបែបអញ្ចឹងដែរជាចំណុចមួយនៅត្រង់ថាចំហអ៊ុយក្រែននិងរុស្ស៊ីចង់បានសន្តិភាពដូចគ្នាប៉ុន្តែអ៊ុយក្រែនក៏មិនចង់បាត់បង់ធំធេងដែរហើយខាងរុស្ស៊ីក៏ត្រូវការទាមទារចង់បានអ្វីដែលខ្លួនត្រូវការពីភាគីអ៊ុយក្រែនដែរចំណុចមួយទៀតដែលសំខាន់ដែរនោះនៅត្រង់អញ្ចេះនៅពេលបច្ចុប្បន្ននេះឬក៏ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កន្លងទៅរហូតមកដល់ពេលនេះរុស្ស៊ីមានព្រៀបជានិច្ចនៅលើសមរភូមិដូច្នេះបើរុស្ស៊ីមានព្រៀបនៅលើសមរភូមិប្រសិនបើចង់បញ្ចប់សង្គ្រាមលុះត្រាតែអ៊ុយក្រែនផ្ដល់សម្បទានឲ្យខាងរុស្ស៊ីចង់បានស្ទើរតែទាំងស្រុងបើសិនជាអ៊ុយក្រែនមិនព្រមបង់ខាតទេមិនព្រមធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ីទេនោះរុស្ស៊ីនឹងមិនព្រមទេពីព្រោះធម្មតាទេសង្គ្រាមកាលណាមានព្រៀបនៅលើសមរភូមិហើយភាគីម្ខាងទៀតចង់យកស្មើគ្នាគេអត់ឲ្យស្មើទេទោះបីជាសង្គ្រាមគ្នាស៊ីវិលក្នុងស្រុកក៏ដោយហើយដូចជានៅពេលបច្ចុប្បន្ននេះរុស្ស៊ីមានព្រៀបខ្លាំងនៅលើសមរភូមិជួរមុខនៅក្នុងប្រទេសអ៊ុយក្រែនមែនប៉ុន្តែរុស្ស៊ីនឹងមិនផ្ដល់សម្បទានឲ្យអ៊ុយក្រែនស្មើរុស្ស៊ីដោយការបញ្ចប់សង្គ្រាមនោះទេដូច្នេះនេះជាចំណុចសំខាន់របស់ប្រទេសរុស្ស៊ីជាចំហរបស់ប្រទេសរុស្ស៊ីគឺ
អ៊ុយក្រែនត្រូវតែធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ីបើមិនអញ្ចឹងទេសង្គ្រាមនៅតែបន្តអ៊ុយក្រែនទទួលរងការខូចខាតធ្ងន់ធ្ងរកាន់តែខ្លាំងបើសិនបើសង្គ្រាមនៅតែបន្តនោះបាទ